រឿងកុលាបបៃលិនរឿងកុលាបបៃលិនគឺជារឿងនិទានប្រឡងលោកខ្មែរដ៏ល្បីមួយដែលនិពន្ធដោយលោកញឹកថែមរឿងនេះបានបង្ហាញពីសេចក្តីស្រឡាញ់សុជីវធម៌និងការខិតខំប្រឹងប្រែងនិងឲ្យតម្លៃទៅដល់មនុស្សល្អដោយសាច់រឿងមានដូចតទៅនៅក្នុងផ្ទះចាស់ប្រាក់ក្បឿងមួយខ្នងតាជើមដែលជាឪពុករបស់ចៅចិត្រនៅស្រុកស្វាយប៉ោខេត្តបាត់ដំបងជាត្រកូលសេរីពងកំពុងតែដេកស្ទប់ស្ដឹងនៅលើគ្រែទោះបីជាលោកគ្រូពេទ្យស្អាតខំប្រឹងជាបាយយ៉ាងណាក៏ពុំអាចមើលជាសះស្បើយឡើយមុននឹងស្លាប់គាត់បានផ្ដាយផ្ដាំនៅគាថាមួយថាអត្តហិអត្តណោនាថាក្រោយឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅបៃលិននៅផ្ទះលោកភ្លួងរតនសម្បត្តិដែលជាឪពុកមារបស់លោកបានសម្បត្តិពីលោកគ្រូពេទ្យស្អាតហើយចៅចិត្រក៏ធ្វើដំណើរទៅបៃលិនហើយក៏បានលោកភ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករត្បូងតាំងពីពេលនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងអត់មានខ្ជិលច្រអូសឬទម្រុនឡើយជាហេតុបណ្ដាលឲ្យលោកភ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងចំណែកឯកម្មករដទៃទៀតក៏មានការពេញចិត្តស្រឡាញ់រាប់អានចៅចិត្រគ្រប់គ្នាយប់មួយចៅចិត្របានច្រៀងបទយុទ្ធវ៉ាភិរមនៅក្នុងខ្ទមរបស់ខ្លួនសម្លេងចម្រៀងបានធ្វើឲ្យខុននារីចុះមកកំសាន្តនៅក្នុងសួនឬសម្លេងពីរោះទ្រាំមិនបានក៏បណ្ដាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រខុននារីនិងចៅចិត្របានសន្ទនាជាពាក្យដោះដងផ្សេងហើយពួកគេក៏បានចេញទៅទីវាលសួនច្បារស្នេហ៍ស្នារាក់គ្នាទៅវិញទៅមកលុះស្អែកព្រឹកឡើងពេលវេលាដែលចៅចិត្រទៅជីកត្បូងតាសុនអ្នកបាត់ឡានបាត់ការបាឃើញចៅចិត្រចេះបាត់ឡានគាត់ក៏សុំច្បាប់មួយពេលទូជាប់ធុរៈលោករួមរតនសម្បត្តិក៏ព្រមឲ្យចៅចិត្របាត់ឡានចំនួនតាសុនដើម្បីទៅស្រុកសង្កែទទួលនោះបាឡាត់ស្រុកក្នុងកំឡុងពេលជួបដំណើរចៅវាយទៅដល់ស្រុកសង្កែចៅចិត្របានកាន់កន្ត្រកដែលដើរពីក្រៅខុននារីទៅផ្សារទិញអីវ៉ាន់ក្រោយពីទិញអីវ៉ាន់សពគ្រប់ហើយខុននារីនិងចៅចិត្រក៏ត្រឡប់ទៅទទួលលោកនួងរតនសម្បត្តិនិងលោកបាឡាត់វិលទៅបៃលិនវិញតែជាអកុសលពេលមកដល់ពាក់កណ្ដាលផ្លូវឡានក៏ខូចបណ្ដាលឲ្យមានពាក្យទំនាស់សម្ដីគ្នារវាងចៅចិត្រនិងលោកបាឡាត់ព្រោះម្នាក់សុទ្ធតែប្រចាំទៅលើសម្រស់នាងខុននារីក្រុមពេជ្រនោះស្រាប់តែមានចៅមួយក្រុមចេញមកប្លន់ចៅចិត្របានតតាំងប្រយុទ្ធជាមួយពួកចៅដោយគៀបអង្អាចក្លាហានបណ្ដាលឲ្យពួកចៅជាច្រើនអ្នកបានរងរបួសចំណែកឯចៅចិត្រក៏ត្រូវគ្រាប់សំណក់បាត់ស្មារតីក្រោយពីការរងរបួសគេបាននាំចៅចិត្រមកព្យាបាលក្នុងទីពេទ្យដោយមានការជ្រោមជ្រែងពីលោកភ្លួងរតនសម្បត្តិដោយការខិតខំព្យាបាលជំងឺពីលោកគ្រូពេទ្យនិងយកចិត្តទុកដាក់ថែទាំយ៉ាងដិតដល់ពីខុននារីចៅចិត្រក៏បានជាសះស្បើយវិញចាប់តាំងពីពេលនោះមកចៅចិត្រនិងខុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើងចរិតឆ្មើងឆ្មៃរបស់នាងខុននារីក៏សាបសូន្យក្នុងគ្រានោះដែរដោយសារគុណសម្បត្តិដែលថ្លៃថ្លារបស់ចៅចិត្រលោកភ្លួងរតនសម្បត្តិក៏បានតែងតាំងឲ្យចៅចិត្រមកកាន់តំណែងជាអ្នកមើលបញ្ជីការខុសត្រូវត្រួតពិនិត្យត្បូងវិញម្ដងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំថៅកែផានចូលមកផ្ទះលោកភ្លួងរតនសម្បត្តិដើម្បីទិញត្បូងក្រោយការបង្ហាញត្បូងឲ្យមើលលោកភ្លួងរតនសម្បត្តិបានទទួលនាំថៅកែផានទៅមើលអណ្ដូងជីកត្បូងជាមួយនឹងចៅចិត្រដោយទុកឲ្យខុននារីនិងបាឡាត់ស្រុកនៅក្នុងផ្ទះដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់ស្រុកបានចាប់នាងខុននារីរំលោភនៅពេលនោះចៅចិត្រក៏បានមកដល់ទាន់ពេលវេលាហើយវាបាឡាត់ឲ្យដួលលោកភ្លួងរតនសម្បត្តិខឹងយ៉ាងខ្លាំងក៏បានបណ្ដេញឲ្យលោកបាឡាត់ស្រុកនិងថៅកែផានចេញពីផ្ទះហើយព្រមានថាឲ្យឈប់មកជាន់នៅទីនេះទៀតក្នុងរាត្រីនោះវេលាដែលចៅចិត្រកំពុងតែបណ្ដែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែឮសំឡេងចៅចូលមកប្លន់ផ្ទះលោកភ្លួងរតនសម្បត្តិក្រុមកម្មករតស៊ូនៅខាងក្រោមឯចៅចិត្រឡើងទៅមើលលើផ្ទះប្រទះឃើញថាមេចៅជាថៅកែផានហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចៅនេះបានចំណែកបាឡាត់ស្រុកកំពុងវាប្រហារចាប់យកនាងខុននារីក៏ត្រូវចៅចិត្រសម្លាប់បានទៀតក្នុងពេលនោះដែរគុណសម្បត្តិជាច្រើនរបស់ចៅចិត្រធ្វើឲ្យលោកភ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងពីយ៉ាងទៀតដោយមើលឃើញពីចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើនាងខុននារីលោកភ្លួងរតនសម្បត្តិក៏បានរៀបចំសម្ពំចៅចិត្រនិងខុននារីជាស្វាមីភរិយាព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្តគូជីវិតនេះសប្បាយចិត្តរីករាយក្រៃលែងហើយរស់នៅជាមួយគ្នាដោយសុខក្សេមក្សាន្តកើតជាកូនពូនជាចៅតរៀងទៅ